អំពីស្ថានភាពនៃវិវត្តថ្មីបាទអត់កើតក៏ប្រាប់កើតក៏ប្រាប់ចាបាទហើយប្រាប់ឲ្យដឹងថារឿងហ្នឹងវាពិតមែនចាហើយម្សិលមិញលោកអ្នកប្រកាសជានឹងបានជ្រាបហើយនៃជំហររបស់រាជរដ្ឋាភិបាលលើដំណោះស្រាយព្រំដែនសម្ដេចធិបតីម្សិលមិញនៅក្នុងពិធីជួបជាមួយនីតិសាស្ត្រនីតិអេចាបាទអញ្ចឹងសម្ដេចមិននិយាយវែងទេប៉ុន្តែខ្លីខ្លឹមលើជំហរដោះស្រាយបញ្ហាព្រំដែនបាទបានន័យថានៅតែអតិភិបដោះស្រាយព្រំដែនយកច្បាប់អន្តរជាតិដដែលចាបាទអត់ទៅឆ្ងាយពីនឹងទេចាហើយអត់មានអីលើសពីនឹងដែរចាបាទហើយម្សិលមិញសម្ដេចប្រកាសជំហរមិនទទួលស្គាល់ផែនទីលើ150,000របស់ថៃទេបាទចាទី1ផែនទី1លើ50,000ហ្នឹងកម្ពុជារបស់យើងបានបដិសេធតាំងពីនៅក្នុងអាណត្តិរាជរដ្ឋាភិបាលសម្ដេចតេជោចាមកម្លេះចាប៉ុន្តែដោយសារតែដើម្បីកុំឲ្យភ្លេចចេះតែរំលេចបន្ថែមចាទី1ទី2នៅតែប្រកាសណែមិនទទួលស្គាល់រាល់ព្រំដែនទាំងឡាយណាដែលកែប្រែប្រួលដោយកងកម្លាំងចាមិនទទួលស្គាល់ដាច់ខាតដដែលហ្នឹងហើយយន្តការដោះស្រាយផ្លូវច្បាប់គឺច្បាប់អន្តរជាតិចាហើយក្រុមការងារជំនាញដោះស្រាយគឺ GBC និង JBC បាទជំហររដ្ឋាភិបាលគឺប៉ុណ្ណឹងចាអញ្ចឹងដូចជាសម្ដេចម្សិលមិញបានលើកឡើងហើយថាទោះបីរឿងខ្លះរឿងបញ្ហាព្រំដែនខ្លះយើងឈឺចាប់ពេលខ្លះយើងឈឺចាប់ពេលខ្លះយើងណែបាត់បង់បាទប៉ុន្តែមិនឲ្យការឈឺចាប់ទាំងនោះនឹងបាត់បង់នៅភាពរឹងមាំទេបាទมันអាចឲ្យបាត់បង់នៅភាពរឹងមាំទេអញ្ចឹងនេះជាជំហររបស់រដ្ឋាភិបាលអញ្ចឹងអ្វីដែលខ្លឹមសារខាងដើមនេះដោយសារតែម្សិលមិញលោកអ្នកអាចដឹងគ្រប់គ្រាន់ហើយខ្ញុំសង្ខេបខ្លីប៉ុណ្ណឹងចាបាទតែឥឡូវយើងនិយាយអំពីរឿងព្រំដែនជាក់ស្ដែងវិញរឿងព្រំដែនជាក់ស្ដែងវិញឥឡូវនេះមែននៅតំបន់មួយចំនួនស្ងប់ស្ងាត់ស្ងៀមស្ងាត់ក៏ប៉ុន្តែនៅតំបន់ច្រកខាងថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់វានៅតែរកម្មរកូសតាំងពីរឿងភាគីថៃនឹងយកកុងតឺន័រមករាយមកម្លេះបាទរកម្មរកូសមកដល់ម៉ោងនេះពេលនេះដូចម្សិលមិញអញ្ចឹងខាងកងទ័ពសៀមនេះគឺយករនាំងមកបិទអាផ្លូវបេតុងដែលផ្លូវនេះផ្លូវទៅខាងកោះកុងចាលោកអ្នកកុំឲ្យច្រឡំផ្លូវទៅកោះកុងបានន័យថានេះគឺចំណុចផ្លូវទៅកោះកុងខាងថ្មដាហើយច្រកព្រំដែនថ្មដាទេមិនមែនផ្លូវទៅកោះកុងពីចំណុចរង្វង់មូលនៃរង្វង់មូលអីតម្រៃរង្វង់មូលនៃស្អីដែលកន្លែងតម្រៃច្រើននោះតែហ្នឹងទៅផ្លិចទៅចឹងទៅប្រម៉ោយរង្វង់មូលប្រម៉ោយចារង្វង់មូលប្រម៉ោយទៅកោះកុងអាហ្នឹងរឿងទៅផ្លូវដែលស្ពានខ្ពស់ជាងគេហ្នឹងអាហ្នឹងមួយផ្សេងណាបងប្អូនកុំឲ្យច្រឡំទៅហ្នឹងចាបាទរឿងដែលដាក់រនាំងបិទផ្លូវដែលថាផ្លូវទៅកោះកុងបាញ់មិញនេះគឺនៅឯច្រកថ្មដានោះទេផ្លូវនោះវាមានផ្លូវមួយបុកទៅខាងកោះកុងដែរទៅខាងបុកទៅខាងអរ៉ែងអីចាបាទចេញទៅខាងនោះបាទនេះកន្លែងចំណុចទៅហ្នឹងបាទអញ្ចឹងវាធ្វើឲ្យទៅកម្មរកូសបន្តដោយសារតែខាងកងទ័ពសៀមហ្នឹងគេមិននៅស្ងៀមទេ
nơi mình sẽ nộp thì bà chẳng thấy bàn chế về thua ở chế bánh há chẳng bà chế bánh há bà đăng hơi nâng nè drone có cái bà họ chế riêng rồi dùng bà nơi ta miền ắt chụp bà nơi ta drone miền ta đài bà hơi sẽ cam hợp hiệp được bỏ quát thưa ọt chụp hơi bay chế nẹ nòm bịa cái xuống cà phê chiên thầy nó ở Campuchia nè bà thoi phiếp tàn tăng sẽ cam hợp hiệp để cái thứ ọt miền sầm mẹ thay ná và tới mố prap Campuchia ơi đã xa phiếp xuyên ngắt ở bên thoi phiếp tàn tăng nè thấy chứនេះជាបញ្ហាមួយដែលយើងយកមកពិចារណាទាំងអស់គ្នាបងប្អូនរឿងពិតវាអញ្ចឹងបាទរឿងពិតវាអញ្ចឹងឥឡូវកម្ពុជានៅតែបន្តជំរុញឲ្យភាគីថៃហ្នឹងធ្វើម៉េចជំនួប GBC ជំនួប JBC នេះឲ្យបានឆាប់ដំណើរការក្រុមគណៈកម្មការនេះឲ្យលឿនព្រោះថៃបោះឆ្នោតរួចហើយបាទហ្នឹងហើយឥឡូវនៅតែខាងថៃគេនៅតែមិនទាន់ឆ្លើយតបនៅឡើយទេថាតើ JBC GBC នឹងចាប់ដើមពេលណាពីព្រោះច្បាស់ជាគេលើកឡើងពីហេតុផលថារដ្ឋាភិបាលគេកំពុងតែទឹមជាប់ឆ្នោតបាទត្រូវរៀបចំវិធីការបង្កើតសភាថ្មីវិធីការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មីអានឹងវានៅវែងឆ្ងាយអញ្ចឹងយើងគិតថាអាចអូសបន្លាយវែងទៀតបាទប៉ុន្តែបើអូសបន្លាយក៏អូសទៅចោះកុំឲ្យតែទាញយកបញ្ហាវិវាទព្រំដែននេះវាទៅជាការបង្កបញ្ហាមួយឲ្យកើតឡើងជារឿងក្តៅហ្នឹងហើយចឹងនេះចំណុចខ្លះខ្ញុំលើកឡើងប៉ុណ្ណឹងបងប្អូនណាបាទឲ្យបងប្អូនជ្រាបជាតំណែងខ្លះហើយនៅខាងឧត្តរមានជ័យនៅខាងប្រទេសមានជ័យនៅខាងព្រះវិហារមិនអីទេនៅធម្មតាប៉ុន្តែគាត់ថាដូចអ្វីដែលខ្ញុំនិយាយថាតកណាកន្លែងមួយគាត់នៅអត់ស្ងៀមនៅអត់សនុកគឺកន្លែងនោះក៏គាត់នៅអត់ស្ងៀមនៅអត់សនុកដូចគ្នាដែរធ្វើនេះធ្វើនោះអីចឹងទៅបាទប៉ុន្តែដោយសារតែភាពអត់ធ្មត់របស់កម្ពុជានៅតែរក្សាដដែលបាទដោយសារតែយើងប្រកាន់នៅជំហរចង់បញ្ចប់បញ្ហាវិវាទនេះដោយបញ្ហាសន្តិវិធីយកច្បាប់យកមកដោះ